ជនជាតិកូរ៉េមួយរូបបានរួមចំណែកជួយអភិវឌ្ឍវិស័យអប់រំក្នុងប្រទេសកម្ពុជាតាមរយៈការបង្កើតសាលារៀន Adventist តាកែវនិងហាងកាហ្វេ Sharing Kettle Cafe សម្រាប់បណ្ដុះបណ្ដាលជំនាញដល់សិស្សនិងបង្កើតប្រាក់ចំណូលដល់ពួកគេលោកគីមដុងយឺមកពីសាធារណរដ្ឋកូរ៉េដែលបានមករស់នៅប្រទេសកម្ពុជាអស់រយៈពេល17ឆ្នាំមកហើយនោះបានដឹងថាដំបូងឡើយលោកបានបង្កើតសាលារៀនមួយមានឈ្មោះថាសាលារៀន Adventist តាកែវដើម្បីអប់រំបណ្ដុះបណ្ដាលជំនាញដល់សិស្សដូចជាជំនាញឆុងកាហ្វេធ្វើនំឬភេសជ្ជៈផ្សេងជាដើមមកទល់ពេលនេះសាលាបានដំណើរការអស់រយៈពេល15ឆ្នាំហើយដោយឡែកក្នុងរយៈពេល11ខែចុងក្រោយនេះលោកបានបើកដំណើរការហាងកាហ្វេមួយមានឈ្មោះថា Sharing Kettle Cafe ដែលមានផ្ទៃដីទំហំ100ម៉ែត្រគុណនឹង100ម៉ែត្រមានទីតាំងស្ថិតនៅភូមិជើងកោតឃុំសូភីស្រុកបាទីខេត្តតាកែវដើម្បីឲ្យសិស្សដែលបានរៀននៅសាលារបស់លោកអាចយកជំនាញនោះមកអនុវត្តជាក់ស្ដែងនៅក្នុងហាងកាហ្វេនេះហើយនឹងអាចទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ខ្លួនឯងក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យក៏ដូចជាសម្រាប់ផ្គត់ផ្គង់ដល់សាលារៀន Adventist តាកែវផងដែរលោកគីមដុងយឺបានបញ្ជាក់ថាការបង្កើតសាលារៀននិងហាងកាហ្វេនេះគឺក្នុងគោលបំណងដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរដែលមិនមានលទ្ធភាពក្នុងការសិក្សាចាប់យកជំនាញផ្សេងនិងជួយឧបត្ថម្ភដល់សិស្សនិស្សិតដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យនិងអ្វីដែលជាគោលបំណងធំរបស់លោកដែលតែងតែប្រកាន់យកនោះគឺការទទួលដើម្បីផ្ដល់ឲ្យឬ receiving for giving ពេលយើងបើកសាលានឹងខ្ញុំនឹងប្រពន្ធសម្រាប់ចិត្តចេញប្រឧបត្ថម្ភសម្រាប់កុមារកំព្រាអនាគតរបស់គាត់ហើយនឹងខ្ញុំស្នើសុំមកភ័ក្រដែលនៅស្រុកក្រៅដូចជាអូស្ត្រាលីអាមេរិកកូរ៉េគេចេញប្រឧបត្ថម្ភដើម្បីសាងសង់ពេលយើងបើកហាងនឹងដើម្បីកូនសិស្សដែលគ្មានលក្ខខណ្ឌការសិក្សារៀនបន្តប៉ុន្តែដោយសារ skill គេគ្រប់គ្រងជីវិតខ្លួនឯងបើសិនជាមានចំណេញនៅមុខអនាគតយើងរៀបចំប្រឧបត្ថម្ភសម្រាប់កូនសិស្សរៀនបន្តសូមអរគុណតដល់គ្រប់ថ្នាក់អ្នកដឹកនាំនៅកម្ពុជាខាងក្រសួងអប់រំដើម្បីបានបើកសាលាហើយនឹងបើកហាងដោយសារពួកគេជួយយើងដើម្បីជួយកូនក្មេងកូនព្រាវហើយនឹងកូនសិស្សដែលគ្មានលក្ខខណ្ឌរៀនបន្តនាពេលខាងមុខលោកគីមដុងយឺនាយកសាលា Adventist តាកែវនិងជាម្ចាស់ហាងកាហ្វេ Sharing Kettle Cafe នឹងមានគម្រោងអភិវឌ្ឍហាងកាហ្វេនេះបន្ថែមទៀតគឺពង្រីកសួនច្បារឲ្យមានទំហំធំមានបរិយាកាសធម្មជាតិច្រើនបង្កើនភាពទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើននិងមានការគាំទ្រខ្លាំងពីអតិថិជនធ្វើឲ្យពួកគេទទួលបានអារម្មណ៍ថាទីក្រុងនៅក្នុងធម្មជាតិហើយផ្ដល់សេវាកម្មកាន់តែល្អប្រសើរជូនអតិថិជនគឺបន្ថែមប្រភេទភេសជ្ជៈនិងនំប៉័ងថ្មីស្រស់ដោយគ្មានបន្ថែមសារធាតុរក្សាទុកម្យ៉ាងទៀតក៏នឹងមានគម្រោងពង្រីកសាខាថ្មីដើម្បីផ្ដល់ភាពរីករាយស្រស់ស្រាយដល់អតិថិជនហើយនឹងមានអតិថិជនគាំទ្រកាន់តែច្រើនដែលប្រាក់ចំណូលទាំងនោះគឺនឹងជួយដល់ក្មេងកំព្រានិងសិស្សក្រីក្រសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាព្រមទាំងជួយផ្គត់ផ្គង់ដល់ដំណើរការនៃសាលារៀន Adventist តាកែវផងដែរ